Hi everyone, welcome back to my episode 9 ចឹងសម្រាប់នេះយើងចូលមកដល់ episode 9ដែលជា episode បន្តពី episode មុនខ្ញុំបង្ហាញទៅដល់គ្នាចឹង episode នេះខ្ញុំបង្ហាញទៅជាមួយនឹង browser structure និង chain of character ចឹង browser structure និង chain of character គឺស្រដៀងនឹងគ្នាក៏ប៉ុន្តែអត្ថន័យនិងយមន័យគឺផ្សេងគ្នាដាច់ដោយឡែកចឹងតិចខ្ញុំនឹងបញ្យល់បងប្អូនគ្នាទៅជាមួយនឹងstructure ទាំងពីរហ្នឹងដើម្បីឲ្យ clear ឲ្យអ្នកទាំងគ្នាយល់បន្ថែមណាតើតើជាមួយនឹង browser structure និង chain of character ចឹង browser structure ឬក៏ហៅថា boss ឬក៏ BOS បង្ហាញអំពីនិន្នាការឬក៏កម្លាំងក្នុងការទិញឡើងនៃ buyer ណាសូមម្ដងទៀតតើតើជាមួយនឹង browser structure បង្ហាញអំពីនិន្នាការកើនឡើងឬក៏និន្នាការតម្លៃធ្លាក់ចុះអានេះយើងនិយាយអំពីនិន្នាការតម្លៃក្នុងការកើនឡើង high retracement ឬក៏ធ្លាក់ចុះបន្ថែមបន្តិចឡើងទៅលើបង្កើតគេ high and low and high អញ្ចឹងបង្កើនឬក៏បង្កើតនិន្នាការកើនឡើងទ្វេដងដើម្បីអីសម្អាតក្នុងការសម្អាតសាច់ប្រាក់នៅខាងលើហេតុផលឯបាន price អាចបង្កើតឬក៏និន្នាការឡើងទៅលើបានអាស្រ័យបានដោយអីដោយ liquidity អញ្ចឹងបើសិនជា price ចង់រុញឬក៏ចង់សម្អាតសាច់ប្រាក់នៅខាងលើឬក៏ buy side liquidity នេះត្រូវតែបង្កើត browser structure សិនអញ្ចឹង browser structure គឺមានតួនាទីឬក៏តួនាទីអាចនិយាយទៅបានតួនាទីជំរុញ structure ឲ្យឡើងបន្តឬក៏ចុះបន្តតន់កន្លែងហ្នឹងឯងអញ្ចឹងតនេះជាលំហឬក៏និន្នាការក្នុងការកើនឡើងទ្វេដងសូមម្ដងទៀតតកតងជាមួយនឹង browser structure ឲ្យអ្នកទាំងគ្នា clear ព្រោះខ្ញុំបញ្យល់ខ្ញុំចង់ឲ្យអ្នកទាំងគ្នា clear ឆាប់យល់តកតងជាមួយនឹងអ្វីដែលខ្ញុំបានបរៀនណាមួយ browser structure បង្ហាញពីនិន្នាការក្នុងការកើនឡើងឬក៏ធ្លាក់ចុះអញ្ចឹងយើងឃើញកន្លែងនេះ browser structure ឬក៏ BOS អានេះវានៅក្នុង smart money ទេប៉ុន្តែខ្ញុំយកមកបរៀននៅក្នុង ICT ដើម្បីអ្នកទាំងគ្នាយល់បន្ថែមកាន់តែ clear កាន់តែយល់ជាងមុនឲ្យឆ្ងាយទ្វេដងដើម្បីឲ្យច្បាស់ណាក្រៅនេះ browser structure បង្ហាញពីនិន្នាការកើនឡើងឬក៏ធ្លាក់ចុះអញ្ចឹងនៅពេលដែលមាន browser structure តែងតែ price រុញឡើងឬក៏ធ្លាក់ចុះខ្លាំងរុញឡើងខ្លាំងឬក៏ធ្លាក់ចុះខ្លាំងឧទាហរណ៍កន្លែងនេះ high and low and high ឃើញនេះ fail swing low បង្កើតជា high fail swing low បង្កើតជា high ស្ពាបជាមួយនឹង liquidity ទៅបានមាន chain of character chain of character ហ្នឹងទៅប៉ះឲ្យគេ value gaps ឬក៏ FVG balance price range និយាយទៅតានេះណាវាជា PD array មួយដើម្បីសកត់ price នេះរុញមកខាងក្រោមដើម្បី clean up ជាមួយនឹង sell side liquidity ណាអានេះយើងអាចចាប់ជា browser structure មកពន្ធវានៅខាងក្រោមវាជាអ្នកមានតួនាទីក្នុងការ change price ណា change price ដើម្បីរុញមក clean up liquidity សម្អាតសាច់ប្រាក់នៅខាងក្រោមវិញអញ្ចឹងតនេះយើងអាចចាប់ជា browser structure បានហើយយើងចាប់ជា chain of character ព្រោះវាឡើងទៅ speed វាឡើងទៅអីគេវាឡើងទៅ create high ប៉ះជាមួយនឹង FVG គឺជានៅក្នុង PD array យើងអាចចាប់ជាអីគេអាចចាប់ជា browser structure បានទេយើងចាប់ជា chain of character តនេះវាអត់មាន PD array ណាមួយទប់ទេទប់តម្លៃទេយើងចាប់ជា browser structure ក៏ប៉ុន្តែបើសិនជាមាន PD array ណាមួយដើម្បី support តម្លៃណាដើម្បីរៀបរៀងតម្លៃនេះកន្លែងនេះបដិសេធក្នុងការកើនឡើងអញ្ចឹងយើងអាចចាប់ជា chain of character ណាតើតែមាន PD array ណាមួយដូចជា FVG order block breaker មានតែគេ all high low ឲ្យស្ថិតនៅក្នុង PD array ជាទូទៅគេប្រើ FVG ណាជាទូទៅណាគេប្រើ FVG អញ្ចឹងវា create ជាមួយនឹង FVG នៅក្នុង PD array គឺគេហៅថា chain of character ហើយអញ្ចឹងយើងអត់ហៅថានេះទេព្រោះវាបដិសេធជាមួយនឹង FVG ដើម្បីកើនឡើងគឺវាធ្លាក់ចុះមកខាងក្រោមវិញអញ្ចឹងគេប្រើ chain of character ហ្នឹងតួនាទី chain of character ហើយយើងដឹងកាលណាដែលមាន chain of character អញ្ចឹងអ្នកទាំងនេះអាច focus sell ណា focus sell ទៅនេះវិញយើងអត់បាយទេបាយតែនៅម្ដុំនេះទេនេះនៅពេលដែលមាន browser structure មកចុះមកប៉ះ FVG ទៅនេះយើងរកឱកាសក្នុងការបាយឡើងវិញ example អញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បាយនៅក្នុង browser structure តើបាយមិនណាបាយយ៉ាងម៉េចកន្លែងនេះអញ្ចឹងយើងត្រូវតែមាន PD array ណាមួយដើម្បី support តម្លៃកន្លែងនេះណា
ដើម្បីយើងបាយបានដូចជា FVG នេះ FVG នៅក្រោមយើងអាចប្រើ PD array ណាមួយដោយយើងសង្កត់ត្រឹម 50% high and low អញ្ចឹង 50% នៅតាណា 50% វាអាចនៅតានេះអញ្ចឹងនៅក្នុង 50% នេះវាតែងតែមាន FVG ណាវាតែងតែមាន FVG អញ្ចឹងយើងអាចបាយនៅក្នុង FVG បានដូចគ្នាអញ្ចឹងនៅពេលដែល price ឧទាហរណ៍នៅពេលដែល price បង្កើតអីគេបង្កើត ប្រើ structure បែបនេះណាបង្កើត ប្រើ structure បែបនេះអញ្ចឹងកន្លែងប្រើ structure នេះតើអាចបាយបានអត់កន្លែងដែលមានប្រើ structure បែបនេះយើងអាច set up បាយបានណាយើងយកវាជា key level តែនេះវាជា high and low អញ្ចឹងកន្លែងនេះ 50% វា retracement 50% នៅកន្លែងនេះយើងយកជា key level ចាប់ឲ្យត្រង់រហូតដល់នេះមកយើងយកជា key level ដើម្បី support price បាយទៅនេះឡើងលើវិញណា move up ឡើងទៅលើអូខេអញ្ចឹងអត្ថន័យនៃប្រើ structure យើងអាច set up ទៅនឹងបានណាយើងចាប់គ្រាន់តែចាប់វាជា key level មួយមកទាញវាដល់នេះមកហើយយើងអាចបាយពីទៅនេះបានទៅនេះដូចគ្នាបាយបានអត់បានប៉ុន្តែវាអាស្រ័យដោយ PD array ណាមួយដែលមានកន្លែងនេះអញ្ចឹងបើសិនជាមាន PD array ណាមួយកន្លែងនេះយើងលក់ចុះមកវិញមកគុំប្រឆាំង PD array ណាឥឡូវយើងមកមើល crop ជាក់ស្ដែងនៅក្នុងនេះមាន structure sweep ជាមួយនឹង sell side liquidity buy side liquidity sorry buy side liquidity ប្រើ structure នេះឃើញ sweep ទេនេះឃើញគេប្រើ structure តែនេះមានអីគេមាន FVG អញ្ចឹង price យើង create low below កន្លែងនេះយើងមាន chain up character អញ្ចឹងកាលណាដែលមាន chain up character យើងឃើញថាមាន chain up character price វា return ត្រឡប់ទៅវិញណា price នឹងទៅយកអីគេនៅលើនេះ price ទៅយក FVG ហ្នឹងហើយណាឃើញ price ទៅយក FVG តែនេះវាមាន FVG chain up character FVG ប្រើ structure liquidity sweep why មកចប់ទៅនេះគឺ sell side liquidity why ធ្វើ model អានឹង model set up ណាប្រើ structure liquidity chain up character តែនេះមាន FVG ត្រូវ model set up នៅអ្វីដែលយើងបញ្យល់មួយខាងលើមិញអត់គឺដូចគ្នាអត់ខុសគ្នាទេអញ្ចឹងអ្នកទាំងគ្នា lock in and chart and back testing យល់ទេចូលអ្នកទាំងគ្នាទៅមើល chart បើក trading view មើល chart ហើយ back test ធ្វើជាលំហាត់ណាទៅមើលវាទៅព្រោះអ្វីដែលខ្ញុំបញ្យល់វាមិន perfect 100% គ្រប់ទាំងអស់ទេអ្វីដែលខ្ញុំsharing នេះសុទ្ធតែជាអ្វីដែលខ្ញុំបានឆ្លងកាត់រួចហើយបាទខ្ញុំយកមក sharing ទៅកាន់អ្នកទាំងគ្នាអញ្ចឹងឲ្យអ្នកទាំងគ្នាយកទៅ back test looking at back testing ខ្ញុំនៅតែនិយាយបែបនេះហេតុអីគ្រប់ model ខ្ញុំទាំងអស់ខ្ញុំឲ្យអ្នកទាំងគ្នាយកទៅ back test អត់អាចយកទៅ trade ព្រាមបានឲ្យឃើញអូតែនេះត្រូវដាក់បាច់ trade ព្រាម no lock in and back test demo fund account អូខេ back test ទៅណាព្រោះគ្រប់យ៉ាងវាមិនមែន perfect ទេណាវាអត់ត្រឹមត្រូវ 100% ទេត្រូវការ back test ត្រូវការ experience ត្រូវបាត់ពិសោធន៍តើតែមានបទពិសោធន៍ជាមួយនឹងការ back test ទៅអ្នកទាំងគ្នា trade ទៅវា success profitable មិនមែនដាក់បាច់ trade ពឹបអូអានឹងទៅនៅបានយូរទេអញ្ចឹងសូមឲ្យអ្នកទាំងនេះយកទៅជា journal trading មាន journal trading មាន trading set up មាន trading plan មាន risk management អ្នកទាំងនេះ success profitable consistency profitable អញ្ចឹងគ្រប់យ៉ាងគឺវាដាក់បែបហ្នឹងអញ្ចឹងអាស្រ័យបានដោយការ set up មិនមែនគ្រប់ technical ទាំងអស់វាតែងតែ work ទេត្រូវការ emotional why emotional គឺការគិតអារម្មណ៍ការភ័យខ្លាចនៅពេលដែលអ្នកទាំងគ្នាប្រើដាំទុនអ្នកគ្នាធំ mindset ឬក៏ emotional វាតែងតែកើនឡើងណាតែងតែកើនឡើងកាន់តែ up តែងតែ up ឡើងរហូតដោយសារអី lot size account ទី1 account size ទី2 lot size account size តូចទេតែ lot size ធំ risk ធំជាង revert ធំជាង risk ទៅមកអញ្ចឹងណាតើយើងគួរ set up បែបម៉េច back test experience back test យកមក trade
chứ sự comment này đọc này YouTube back đây chứ như mơ model structure níខាងក្រោមនេះវិញមួយទៀតសូមបញ្យល់អ្នកនរគ្នាម្ដងទៀតមិញ model cell ឥឡូវ model buy ចឹង model buy យើងមើលខាងក្រោមនេះគឺ sweep ជាមួយនឹង sell side liquidity អញ្ចឹងនៅពេលដែល price sweep sell side liquidity វាតែងបង្កើតគេ low and lower low ដូចនៅអេពីសូតមុនដែលខ្ញុំបានព្រៀនសិនណាដូចនៅអេពីសូតមុនអញ្ចឹងអត់ខុសគ្នាទេតើតែមាន low and lower low ទៅ price អាចរុញឡើងទៅលើបានអញ្ចឹងវាអត់ខុសគ្នាទេគ្រាន់តែយើងបញ្ជាក់បន្ថែមនៅ model នៅ structure ថ្មីដែលយើងរៀនតើកន្លែងហ្នឹងឯងចឹងអ្នកទាំងគ្នាឃើញទេកន្លែងហ្នឹងណា low and lower low អញ្ចឹងកន្លែងនេះ price structure chain of character price structure low and lower low price structure អញ្ចឹងកាលណាតែមាន low lower low វាតែងតែមាន price structure ណាឧទាហរណ៍បើ price នេះចង់ឡើងតើតែមាន chain of character ទៅ price ឡើងបាន chain of character បង្ហាញអំពីនិន្នាការក្នុងការកើនឡើងខ្លាំងណានិន្នាការក្នុងការកើនឡើងខ្លាំងតែនេះជា price structure អញ្ចឹង price structure បង្ហាញអំពីនិន្នាការក្នុងការកើនឡើងដូចគ្នាអត់ខុសគ្នាទេបង្ហាញអំពីនិន្នាការក្នុងការកើនឡើងអញ្ចឹងបើសិនជាយើងចង់បាយchain of character បាយបែបម៉េចតតែ key level ធ្លាក់មក 50% ប៉ះជាមួយនឹង SVG ទៅយើងបាយបានណាទៅយើងបាយបានឥឡូវយើងមើលកន្លែងនេះ chain of character អញ្ចឹង chain of character price rebalance គេ rebalance SVG ពាក់កណ្ដាល chain of character តនេះណា chain of character អញ្ចឹងយើងអាចបាយបានយក chain of character ជា key level ជាមួយនឹង SVG PDRA buy buy and boom ទៅលើតនេះមាន lower low ហើយអញ្ចឹង price create អី and high price structure and price structure បង្ហាញអំពីនិន្នាការក្នុងការកើនឡើងឬក៏និន្នាការក្នុងការធ្លាក់ចុះដូចគ្នាបើយើងចង់បាយ price structure បន្តទៀតយកអានេះជា key level ទៀតមកនេះកន្លែងបាយចឹងសូមបញ្យល់អ្នកនរគ្នាតាក់ទងជាមួយនឹង crab ម្ដងឃើញ crab លើនេះហើយ chain of character price structure គឺមានមកចប់ទៅនេះ key level គឺ order block ជាមួយនឹង inversion fair value gaps ហើយខាងក្រោមនេះជា sell side liquidity ជា model មួយសម្រាប់ set up អញ្ចឹងដែល price sweep ជាមួយនឹងអីគេ sell side liquidity យើងហៅជាកន្លែងជានេះបានអត់នៅពេលដែល price sweep ជាមួយនឹង liquidity ណាមួយយើងតែងតែហៅវាជា BOS បានអត់ BS បានអត់បានណាដោយសារអីវា sweep ជាមួយនឹង sell side liquidity ហើយអ្នកទាំងនេះហៅចង់ហៅជា sell side liquidity ឬក៏ liquidity sweep ក៏បានដែរអត់ខុសគ្នាទេណាតែនេះយើងហៅបានដូចគ្នាអញ្ចឹងយើងយក key level គឺ order block តែនេះជា order block chain of character នេះ chain of character price structure បង្ហាញអំពីនិន្នាការក្នុងការកើនឡើងបន្តអូខេ pull price បន្តិច boom ទៅលើទៀតអញ្ចឹងវាឡើងបែបហ្នឹងអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នាយកទៅ back test ហើយធ្វើជា journal trading មួយសម្រាប់នៅថ្ងៃអនាគតផ្លេចកន្លែងណាមើលកន្លែងហ្នឹងផ្លេចកន្លែងណាមើលកន្លែងហ្នឹងដើម្បីជា history ថ្ងៃក្រោយអញ្ចឹងគ្រប់យ៉ាងយើងអាចខ្លាំងទេណាយើងមិនមែនកុំព្យូទ័រយើងមិនមែនគ្រឿង electronic ដាក់របស់របរបានច្រើនផ្ទុកទិន្នន័យបានច្រើនរហូតទេយើងតែតែមានការផ្លេចភ្លាំងផ្លេច set up ផ្លេចនេះផ្លេចនោះរហូតអញ្ចឹងយើងក៏ខុសតាមនឹងដែរអូខេអញ្ចឹងជួបគ្នានៅអេពីសូតក្រោយ